ពេលវេលាធ្វើការដឹងធ្វើការដើរលេងដឹងដើរលេងកុំសម្រាប់ចិត្តថាដើរលេងហើយតែគូក្បាលរបស់យើងនៅវិលវល់គិតតែពីការងារដែលអត់ទាន់រួចរាល់ព្រោះយើងត្រូវដឹងថាការងារមិនចេះចប់ទេមួយអត់ទាន់ចប់ផងមួយទៀតអាចនឹងមកបាត់ហើយគ្រប់យ៉ាងតែងតែមានពេលវេលាសម្រាប់ផនវាមិនថាមនុស្សឬក៏គ្រឿងម៉ាស៊ីនទេការសម្រាប់ផ្លូវកាយសំខាន់មែនទែនប៉ុន្តែអ្វីដែលយើងសំខាន់ជាងនេះទៅទៀតនោះគឺការសម្រាប់ផ្លូវចិត្តនិងការគិតផនយើងនេះឯងគួរចេះចំណាយពេលឲ្យគូក្បាលរបស់យើងបានសម្រាប់ខ្លះហើយគួររៀនចេះដកឃ្លាពីការរវល់ខ្លះដើម្បីផ្ដល់ធម៌ពលឲ្យជីវិតរបស់យើងខ្លះពេលដែលយើងមានធម៌ពលជីវិតនោះយើងនឹងអាចធ្វើការងារផ្សេងទៀតបានយ៉ាងច្រើនហើយមានគុណភាពទៀតផងអញ្ចឹងហើយបើសិនជាយើងត្រូវដើរលេងគួរទុកការងារចោលម្លាយសិនទៅចាំពេលត្រឡប់មកវិញចាំបន្តទៀតកុំពេលវេលាធ្វើការដឹងធ្វើការដើរលេងដឹងដើរលេងកុំសម្រាប់ចិត្តថាដើរលេងហើយតែគូក្បាលរបស់យើងនៅវិលវល់គិតតែពីការងារដែលអត់ទាន់រួចរាល់ព្រោះយើងត្រូវដឹងថាការងារមិនចេះចប់ទេមួយអត់ទាន់ចប់ផងមួយទៀតអាចនឹងមកបាត់ហើយគ្រប់យ៉ាងតែងតែមានពេលវេលាសម្រាប់ផនវាមិនថាមនុស្សឬក៏គ្រឿងម៉ាស៊ីនទេការសម្រាប់ផ្លូវកាយសំខាន់មែនទែនប៉ុន្តែអ្វីដែលយើងសំខាន់ជាងនេះទៅទៀតនោះគឺការសម្រាប់ផ្លូវចិត្តនិងការគិតផនយើងនេះឯងគួរចេះចំណាយពេលឲ្យគូក្បាលរបស់យើងបានសម្រាប់ខ្លះហើយគួររៀនចេះដកឃ្លាពីការរវល់ខ្លះដើម្បីផ្ដល់ធម៌ពលឲ្យជីវិតរបស់យើងខ្លះពេលដែលយើងមានធម៌ពលជីវិតនោះយើងនឹងអាចធ្វើការងារផ្សេងទៀតបានយ៉ាងច្រើនហើយមានគុណភាពទៀតផងអញ្ចឹងហើយបើសិនជាយើងត្រូវដើរលេងគួរទុកការងារចោលម្លាយសិន